ម៉ូតសក់ទាំង5ដែលធ្វើឲ្យអ្នកខ្លាចជានារីដែលមានមុនស្នេហ៍មានភាពតាក់ទាញបំផុតនៅក្នុងខ្សែភ្នែករបស់បុរសហើយជាម៉ូតសក់ដែលពេញនិយមទាន់សម័យមើលមកក្មេងជាងវ័យតែម្ដងតោះទៅតាមអ្នកនរគ្នាតើម៉ូតសក់ទាំង5នោះមានអីខ្លះអូខេនេះគឺជាម៉ូតសក់ទី1គឺថារៀងវិញមានតែសោអូតូមួយឈុតនេះបងប្អូនលែងពិបាកស្មុគស្មាញចាយពេលចាយកម្លាំងច្រើនដូចមុនទៀតហើយមិនពិបាកទៅរកម៉ាស៊ីនបាញ់ខ្យល់ឬក៏ឧបករណ៍ធំមកជំនួយទេយើងអាចធ្វើបានដោយខ្លួនឯងជាពិសេសគឺស្រីយកប្រលប់បែកកង់តាមផ្លូវអញ្ចឹងយើងអាចជួយខ្លួនឯងបានអញ្ចឹងបងប្អូនអាចជ្រើសរើសបានជាមួយឈុតសោអូតូដែលយើងនាំចូលនៅប្រភេទសោដែលមានគុណភាពខ្ពស់មាំជាប់ធន់ប្រើបានយូរអញ្ចឹងជាការមួយប្រសើរខ្លាំងមែនតើបើសិនជាយើងត្រៀមទុកជាមុនការពារប្រសើរជាព្យាបាលអញ្ចឹងនៅពេលដែលយើងធ្វើដំណើរតាមផ្លូវមិនថាចិត្តឆ្ងាយចុះភ្នំឡើងភ្នំយប់ប្រលប់អីក៏ដោយអ្នកនរគ្នាត្រៀមសោអូតូនេះតាមខ្លួនដើម្បីការពារបែកកង់តាមផ្លូវដែលយើងមិនអាចមើលឃើញណាអញ្ចឹងយើងអាចជួយខ្លួនឯងបានបងប្អូនអាចទំនាក់ទំនងសួរព័ត៌មានកំងផ្ទាល់បានតាមរយៈលេខទូរស័ព្ទដែលមាននៅខាងលើក៏ដូចជាសួរព័ត៌មាននៅក្នុង page កំងឥឡូវនេះបងប្អូនយើងនឹងមានការ free ជាមួយនឹងសេវាដឹកជញ្ជូនអរគុណបងប្អូនវែងធំស្មាយអញ្ចឹងអ្នកនរគ្នាមិនវែងពេកទេប៉ុន្តែពេលដែលយើងគៀបមកយើងធ្វើម៉ូតមកគឺថារៀងកលាក់ហើយជាពិសេសគឺដមីសក់ហ្នឹងកុំឲ្យខ្លីពេកកុំឲ្យវែងពេកគឺថាធំថ្ពាល់អញ្ចឹងអ្នកនរគ្នាមើលមកគឺថាឃើញតម្រងមុខយើងមានថាចការៀងវែងឃើញអីអញ្ចឹងអ្នកនរគ្នាគឺថាស្អាតតាក់ទាញមែនតើអញ្ចឹងយើងកុំសិតត្រង់កុំគៀបត្រង់ធ្លូពេកមើលមកអត់មានប្លែកអីសោះអូខេឥឡូវយើងមកមើលម៉ូតសក់ទី2វិញម្ដងអូវ៉ាវស្អាតមែនតើម៉ូតសក់នេះរៀងវែងបន្តិចអ្នកនរគ្នាប៉ុន្តែខាងចុងហ្នឹងគឺថាយើងគៀបឲ្យចេញម៉ូតិចមកហើយសំខាន់ដមីខាងមុខហ្នឹងគឺថាយើងក្តោបមកថ្ងាសរបស់យើងលួចគេហៅលួចសក់សេះបន្តិចមកហើយយើងក្តោបមកមុខយើងអ្នកនរគ្នានេះឃើញទេខាងមុខគេគឺក្តោបមុខអញ្ចឹងកុំឲ្យមុខទលាយពេកកុំឲ្យវែកទៅក្រោយអស់ពេកអញ្ចឹងណាឃើញនេះគឺជាម៉ូតសក់ទី2មើលមកគាត់ថាមុខខ្ជូតមែនតែនអូខេម៉ូតសក់ទី3អានេះក៏រៀងវែងដែរប៉ុន្តែធម្មតាយើងតម្លាក់មកអញ្ចឹងមែនទេរូបភាពទី1យើងតម្លាក់មកអញ្ចឹងមែនទេប៉ុន្តែអត់ទេអញ្ចឹងមើលមកគឺអត់មានភាពតាក់ទាញអីសោះហ្មងអញ្ចឹងយើងដូរមកម៉ូតសក់ខាងបន្ទាប់មកទៀតបានន័យថាយើងធ្វើហើយអញ្ចឹងយើងឆ្នៃតិចមកខាងមុខហ្នឹងយើងកាត់ឡើងលើតិចមកហើយយើងគៀបរៀងប៉ោងណាហើយខាងក្រោមហ្នឹងយើងគៀបបញ្ចូលវាមកគឺយើងមើលមករបៀបធម្មជាតិហ្មងមើលមកគឺថាអត់គៀបត្រង់ទេអត់ទៀតត្រង់ពេកអ្នកគ្នាឃើញមុខតម្រងមុខចេញឃើញច្រមុះឃើញអីអូយស្អាតមែនតើមើលមកគឺថាអូយលងហ្មងអូខេម៉ូតសក់បន្តទៀតទី4នេះគឺយើងចងប៉ុន្តែយើងចងធម្មតាមើលមកអ្នកឲ្យមើលអារូបខាងស្ដាំមកឃើញទេចងធម្មតាមើលមកអូមុខឡើងចាស់មុខឡើងរបៀបឃើញធ្គាមខ្លាឃើញអត់ស្អាតទេអ្នកគ្នាអញ្ចឹងយើងកែច្នៃបន្តិចអូខេបន្តមកទៀតយើងចងដូចគ្នាប៉ុន្តែយើងគៀបរៀងប៉ោងអាកន្លែងខាងលើអាកន្លែងអាលាក្បាលយើងគៀបរៀងប៉ោងតិចមកហើយខាងមុខយើងតម្លាក់ដមីមកហើយខាងចុងហ្នឹងយើងលមូចុងមកឃើញទេចងដូចគ្នាប៉ុន្តែចងមួយមានភាពតាក់ទាញអូយមកខ្ជូតខ្លាំងអូខេម៉ូតសក់ចុងក្រោយអ្នកក៏អញ្ចឹងដែរអ្នកគ្នាចងពាក់កណ្ដាលតែរៀងឡើងលើរៀងប៉ោងហើយយើងមូលមូចុងហើយដមីមុខយើងគៀបចឹងមកចងដូចគ្នាប៉ុន្តែមើលមកស្អាតមែនតើអ្នកគ្នាអូខេអញ្ចឹងម៉ូតសក់ទាំងអស់នេះសង្ឃឹមថាមិត្តនារីយើងសេវទុកណាយើងគុំចកគុំថាគុំតម្លាក់ត្រង់គុំចងឡើងផុតឃើញតែមុខហ្មងណាដល់ពេលអញ្ចឹងយើងស្លៀកពាក់ស្អាតមិនក៏អត់យោងគ្នាកើតដែរមើលមកសាមញ្ញមើលមកអត់មានប្រាក់ទីមើលមកចាស់ហ្មងអ្នកគ្នាអត់ស៊ីជាមួយកៅអៅយើងទេអញ្ចឹងម៉ូតសក់ទាំងអស់នេះអត់រើសកៅអៅទេពាក់អាវយឺតក៏មើលមកស្អាតមែនតើអូខេអរគុណច្រើនចឹងវីដេអូនេះគឺថាខ្លីប៉ុន្តែខ្លឹមអរគុណបងប្អូនចឹងសង្ឃឹមថានឹងជួយ share ទាំងអស់គ្នាទៅកាន់មនុស្សបន្តទៀតណាអរគុណច្រើនជួបគ្នានៅវីដេអូថ្មីបន្តទៀត